អន្ទង់ប្រមាណជា4ទៅ5គីឡូឬក៏10គីឡូក្នុងមួយថ្ងៃទៅតាមការរកបានតិចបានច្រើនដោយថ្ងៃចេញពីបឹងមួយកន្លែងដែលមានជម្រៅទឹកប្រមាណជា2ទៅ4ម៉ែត្រដោយបានអន្ទង់មកស្រស់រស់មានធំមានតូចទៅតាមជាក់ស្ដែងហើយល្អណាបងប្អូនសុទ្ធតែជាអន្ទង់ធម្មជាតិសុទ្ធ100%អត់មានចិញ្ចឹមសូម្បីតែមួយក្បាលទេបងប្អូនគាត់ប្រើវិធីសាស្ត្រនៅក្នុងការតាក់ទាញអន្ទង់ធម្មជាតិឲ្យវាមកនៅបន្តមកទៀតដួសយកវាពីក្រោមបែបហ្នឹងអូយមិនឲ្យបានមិនបងប្អូនហើយបើពួយដួសពីក្រោមយកតែម្ដងហ្នឹងហើយទឹកជ្រៅមកល្មមពលិចឲ្យលិចមកដួសពីក្រោមឡើងលើលើកមកបានសិតតែអន្ទង់ស្រស់រស់ដាក់មកគ្រាន់តែលើកចេញតែពីទឹកបងប្អូនវាល្វៀមអានេះដូចរត់ត្រីហ្មងវាល្អបងប្អូនហើយជុំបធម្មជាតិម្លឹងហើយរបៀបដាក់បងប្អូនហើយមិនបាច់ដាក់ឧបករណ៍អីទាំងអស់សាមញ្ញមហាសាមញ្ញតែម្ដងដាក់តែសម្បុកដើម្បីទាក់ឲ្យវាមកនៅពលគឺគាត់ប្រើប្រាស់ត្រកួនជាមួយនឹងកំប្លោកដាក់វាជាដុំចូលគ្នាមូលចងវាឲ្យជាប់មកដុំអញ្ចឹងណាបងប្អូនហើយផលិតចូលទឹកផលិតរួចហើយប្រហែលជា2ទៅ4ថ្ងៃឬក៏5ថ្ងៃក្រោយគាត់ចាប់ផ្ដើមមកដល់ទីតាំងនឹងដដែលគាត់ដួសយកតែម្ដងអត់មានធ្វើអីច្រើនទេបងប្អូនហើយដួសហើយចេញមកដោយទាំងអន្ទង់ទាំងអីដែលវាមកចូលនៅអញ្ចឹងណាជួនកាលក៏បានពោះមួយដែរអូយមិនដែរបងប្អូនហើយល្អណាស់នេះវាមកនៅនឹងហ្មងដល់ពេលដួសអាដុំនឹងចេញមកវាដោយអន្ទង់មកជាមួយហើយមួយថ្ងៃរកបាន3 4គីឡូ5គីឡូមិនធម្មតាណាបងប្អូនហើយលក់បាននៅក្នុង1គីឡូចន្លោះពី2ទៅ30000រៀលដែរនៅក្នុង1គីឡូអន្ទង់ស្រស់បែបនេះល្អណាស់បងប្អូនហើយរស់ហើយប៉ិនខ្នាតដែលបងប្អូនយើងចូលចិត្តពិសាហើយរបៀបទាំងអស់នេះក៏ជារបៀបថ្មីមួយសម្រាប់បងប្អូនយើងនៅតាមតំបន់ផ្សេងណានៅក្នុងរដូវកាលដែលមានទឹកបែបនេះអាចយកទៅប្រើប្រាស់បានចំណាយតិចហើយទទួលបានអន្ទង់ល្អមកច្រើនសមល្មមដែលយើងអាចថានឹងលក់នៅលើទីផ្សារបានប្រាក់កម្រៃមកគ្រាន់នឹងចិញ្ចឹមគ្រួសារបានណាឲ្យតែយើងមានទីតាំងដើម្បីរកហើយវិធីសាស្ត្រនៅក្នុងការរៀបចំអត់មានអីពិបាកទេបងប្អូនគ្រាន់តែមើលភ្លាមយល់តែម្ដងងាយហើយសំខាន់ណាមិនប្រើប្រាស់នុយមិនប្រើប្រាស់អ្វីទាំងអស់ប្រើប្រាស់តែកំប្លោកជាមួយនឹងតកួននឹងឯងចាក់ទៀតមកពុះចាក់មកព្រុចអូយបងប្អូនហើយល្អណាស់ឃើញឡើងព្រឺបងប្អូនយើងសាកស្រមៃមើលបងប្អូនបើសិនជាចាក់មកព្រុចបែបហ្នឹងដោយអាមិនមែនទង់មកមួយជ្វិចវាវិចពេញទូកហ្នឹងមិនលោតផ្អើលអូយបងប្អូននេះសម្រាប់គាត់អ្នករករាល់ថ្ងៃគាត់អ្នកជំនាញគាត់ចោះទឹកគាត់ឡើងទូកអីអញ្ចឹងណាខ្ញុំគិតថាប្រហែលជាមិនខ្លាចទេតែសម្រាប់យើងឃើញអូងាយណាស់បានទង់ងាយក៏ប៉ុន្តែដោយតែធ្លាប់និយាយចឹងបងប្អូនអ្វីក៏មិនងាយដូចយើងគិតដែរដល់ពេលយើងទៅធ្វើខ្លួនឯងណាខ្លាចពោះដល់ហើយនេះគ្រាន់តែសម័យហ្នឹងមិនដឹងហ៊ានចោះទូកអត់ផងដោយមកមួយហ្នឹងដឹងលោតចោលទង់ចោលទូកចោលស្មាច់ហើយមើលទៅនោះព្រោះបើទោះខ្លាចមិនខ្លាចបងប្អូនក៏ដូចជាមិនសូវទុកចិត្តដែរតើតែមានការប្រយ័ត្នប្រយែងណាដោយសារតែដុំដែលគាត់បានពន្លិចនៅក្នុងទឹកហ្នឹងមានត្រកួនមានកំប្លោកដែលគាត់ចងហ្នឹងណាគាត់ទុកចោល4 5ថ្ងៃចឹងទៅនៅពេលដែលគាត់មកលើកក្នុងមួយដុំហ្នឹងបានអន្ទង់ចន្លោះពី4ទៅ5ក្បាលពេលខ្លះលើសនឹងដល់10អីក៏មានដែរបើថាប៉ះអាណាច្រើនលើស10ទៀតហើយចុះយើងគិតមើលអា10ក្បាលហ្នឹងវាមានអីនៅក្នុងនឹងខ្លះទៅបើមកអន្ទង់សុទ្ធទៅមិនអីទេគឺជាអ្វីដែលគាត់ចង់បានឬក៏មកផ្សេងក៏បានដែរឲ្យតែជាអារបស់ដែលល្អពេញខ្នាតកុំឲ្យតែមានពឹសមកណាបងប្អូនអញ្ចឹងទាំងគេទាំងយើងមិនចង់បានទេតើតែមានការប្រយ័ត្នប្រយែងហើយបើថាប្រកបមុខរបរនេះតើតែទៀមទាកុំឲ្យយើងខ្លាចអូមកទៀតហើយបងប្អូនមកទៀតហើយអូដួសបានតែម្ដងបងប្អូនដុំណាក៏មានដែរកម្រអត់ណាហើយបើថាចង់បានច្រើនធ្វើឲ្យដុំនឹងឲ្យច្រើនទៅហើយត្រាំឲ្យយូរបន្តិចទៅតែកុំយូរពេករហូតដល់វារលួយអស់ណាបងប្អូនដាក់មកល្មមដែលវាអាចមកនៅបានសមរម្យហើយច្រើនហើយដួសមកដឹងតែបានច្រើនតែម្ដងហើយបងប្អូនយើងនៅតាមតំបន់ដែលមានបឹងបួបែបនេះក៏អាចអនុវត្តនៅវិធីសាស្ត្រនេះបានតែបញ្ជាក់បងប្អូនអនុវត្តបានតតែតំបន់នោះមានអន្ទង់ដែរជាក់ស្ដែងដោយទីតាំងនេះអញ្ចឹងសម្បូរដោយសារតែវាមានទីតាំងនៅក្នុងបឹងកំពង់ចកស្រុកព្រៃកបាសខេត្តតាកែវឲ្យតែចាប់ផ្ដើមរដូវវស្សាមានទឹកមកដល់ដឹងតែគាត់អាចប្រកបមុខរបរនេះបានហើយវិធីសាស្ត្រនៅក្នុងការរកបែបនេះងាយនៅក្នុងការដាក់ងាយនៅក្នុងការប្រមូលផលហើយសុវត្ថិភាពបានមកល្អថែមទៀតអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់ទឹកយិនសិនម៉ាក់EEសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពធុញថប់ព្រួយបារម្ភនៅក្នុងចិត្តណាសុខភាពចេះតែមិនល្អនឹងគេសោះឬក៏ឧស្សាហ៍កខ្យល់ជាញឹកញាប់បងប្អូនសាកល្បងមកប្រើប្រាស់ម្ដងមើលនៅទឹកយិនសិនរបស់ម៉ាក់EEដោយចំណាយត្រឹមតែ$21ទិញបានមួយកេះយកទៅពិសាកន្លះខែពេញណោះអ្វីដែលកាន់តែពិសេសបងប្អូននឹងទទួលបាននូវការ free ជូនសេវាដឹកជញ្ជូននិងការថែមជូនជាច្រើនទៀតពីក្រុមហ៊ុនហើយមួយវិញទៀតបងប្អូនអាចរកទិញដែលមានភាពងាយស្រួលតាមរយៈបណ្ដាតំណាងចែកចាយក៏បាន pharmacy ក៏បានឬក៏តាក់ទងតាមលេខទូរស័ព្ទដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះក៏បានដែរឬក៏តាក់ទងទិញតាមរយៈ Facebook page EE Black 9ដែលមានសញ្ញា Tick Q ជាសញ្ញាសម្គាល់ជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា